សូមស្វាគមន៍មកកាន់សម្លេងប្រជាធិបតេយ្យជឿនលឿននីតិរដ្ឋគិតរភាពនិងវឌ្ឍនភាពកម្មវិធីដែលបើកទូលាយសម្លេងរបស់ប្រជាពលរដ្ឋការរួមចំណែកនិងស្នូលប្រជាធិបតេយ្យនៅកម្ពុជាជាមួយនឹងកម្មវិធីយើងលោកអ្នកនឹងបានស្ដាប់ពីបទសម្ភាសន៍សម្លេងស្នើសុំបញ្ហាសង្គមបទពិសោធន៍និងដំណោះស្រាយសម្រាប់សង្គមជាតិតោះចូលរួមជាមួយយើងក្នុងកម្មវិធីសម្លេងប្រជាធិបតេយ្យជឿនលឿនជំរាបសួរបងប្អូនជនរួមជាតិជាទីមេត្រីថ្ងៃនេះនាងខ្ញុំមានកិត្តិយសជម្រាបជូនអំពីទស្សនៈរបស់លោកយ៉ែមពុញរិទ្ធប្រធានគណៈបកប្រជាធិបតេយ្យជឿនលឿនស្ដីពីខ្លឹមសារសង្ខេបខ្លីៗពីគំនិតនៃការរៀបចំក្រសួងស្ថាប័នរដ្ឋរបស់គណៈបកប្រជាធិបតេយ្យជឿនលឿនផលវិជ្ជមាននៅពេលដែលបង្រួមក្រសួងស្ថាប័នបញ្ចូលគ្នាកាត់បន្ថយចំនួនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការទីប្រឹក្សាគណៈអភិបាលរាជធានីខេត្តក្រុងស្រុកនិងខណ្ឌកាត់បន្ថយចំណាយមិនចាំបាច់សម្រាប់បន្ទុករាជដែលបង់ពន្ធបង្កើនចំណូលមានលទ្ធកម្មច្បាស់លាស់ស្អាតស្អំបំបត្តិបពុនិយមអំពើពុករលួយនិងការរើសអើងសន្សំថវិកាជាតាមក្រសួងស្ថាប័ននានាកាត់បន្ថយមន្ត្រីនយោបាយគោជើងប្រសិទ្ធភាពការងារបម្រើរដ្ឋបម្រើរាស្ត្រតាមគោលការណ៍អភិបាលកិច្ចល្អលែងមានភាពរញ៉េរញ៉ៃជាន់ទួនាទីគ្នាលែងរុញច្រានដាក់គ្នាក្នុងការទទួលខុសលែងដណ្ដើមគ្នាទទួលត្រូវប្រជាពលរដ្ឋលែងជួបរឿងស្មុគស្មាញក្នុងសេវាសាធារណៈប្រព័ន្ធគ្រប់គ្រងដឹកនាំមួយមានរចនាសម្ព័ន្ធសមស្របគឺផ្ដោតលើរដ្ឋបាលសេវាសាធារណៈអភិបាលកិច្ចល្អមានប្រសិទ្ធភាពខ្ពស់ដោយបង្រួមនិងបញ្ចូលស្ថាប័នពាក់ព័ន្ធកាត់បន្ថយមុខតំណែងនយោបាយនិងថ្នាក់ដឹកនាំដែលមានច្រើនលើសលប់ក្នុងគោលបំណងសម្រាប់បន្ទុករាជកាត់បន្ថយចំណាយបង្កើនចំណូលរដ្ឋដោយកាត់បន្ថយចំណាយសាធារណៈបង្កើនភាពថ្លៃថ្នូរស្អាតស្អំនិងតម្លាភាពក្នុងការគ្រប់គ្រងធនធានជាតិកាត់បន្ថយអំពើពុករលួយនិងបពុនិយមជាមួយគ្នានេះក៏ធ្វើឲ្យការងាររដ្ឋមានប្រសិទ្ធភាពច្បាស់លាស់មិនជាន់ទូនាទីគ្នានិងធានាការទទួលខុសត្រូវបានត្រឹមត្រូវខណៈដែលប្រជាពលរដ្ឋអាចទទួលបានសេវាសាធារណៈងាយស្រួលរហ័សនិងមានគុណភាពល្អប្រសើរឡើងសូមអរគុណនិងជូនពរដល់បងប្អូនជនរួមជាតិដែលបានតាមដានទស្សនាស្ដាប់កម្មវិធីសម្លេងប្រជាធិបតេយ្យជឿនលឿនសង្ឃឹមថាអស់លោកស្រីបន្តតាមដានទស្សនាស្ដាប់នៅលើគេហទំព័ររបស់យើងខ្ញុំជាបន្តទៀតសូមអរគុណសូមជម្រាបលា